ជំរាបសួរអស់លោកអ្នកនាងកញ្ញាជាទីមេត្រីក្នុងពេលនេះសូមសង្ខេបលទ្ធផលនៃជំនួបរវាងប្រធានាធិបតី Volodymyr Zelensky និងប្រធានាធិបតី លោក Donald Trump កាលពីថ្ងៃទី17ខែតុលាឆ្នាំ2025ដោយដកស្រង់ចំណុចសំខាន់ៗខ្លឹមសារនៃកិច្ចប្រជុំតែប៉ុណ្ណោះមិនបានធ្វើការអធិប្បាយនោះទេលទ្ធផលចម្បងគ្មានកិច្ចព្រមព្រៀងសំខាន់ទេប៉ុន្តែផ្លាស់ប្ដូរឆ្ពោះទៅរកការចរចាកិច្ចប្រជុំបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងជាផ្លូវការប៉ុន្តែភាគីទាំងពីរបានបញ្ជូនសញ្ញាដ៏រឹងមាំនៃទិសដៅថ្មីមួយនៅក្នុងវិធីសាស្ត្រអាមេរិកអ៊ុយក្រែនចំពោះសង្គ្រាមលទ្ធផលសំខាន់មាន4នៃកិច្ចប្រជុំរវាងប្រធានាធិបតី Volodymyr Zelensky និងលោកប្រធានាធិបតី Donald Trump ដែលត្រូវលើកយកមកបង្ហាញដល់អស់លោកអ្នកនាងកញ្ញាដូចខាងក្រោមទី1គ្មានការផ្ទេរមីស៊ីល Tomahawk ទៅឲ្យអ៊ុយក្រែននៅឡើយទេលោក Zelensky បានស្នើសុំមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk របស់អាមេរិកដើម្បីវាយប្រហារទីតាំងសំខាន់ហើយចូលទៅកាន់តែជ្រៅលើទឹកដីរបស់រុស្ស៊ីលោកត្រាំមិនបានយល់ព្រមលើការផ្ទេរនេះទេដោយនិយាយថាអាវុធបែបនេះអាចបង្កើនចំនួនធ្វើឲ្យរីកកាន់តែធំទោះជាយ៉ាងណាក៏ដោយលោកមិនបានបដិសេធទាំងស្រុងទេដោយទុកទ្វារចំហសម្រាប់ការពិភាក្សានាពេលអនាគតប្រសិនបើការចរចាសន្តិភាពត្រូវបរាជ័យដូណាល់ត្រាំគាត់មិនតាន់ដាច់អហង្ការទេគាត់រងចាំមើលរុស្ស៊ីសិនអេយ៉ាបតរបស់លោកពូទីនសិនសំណើសម្រាប់បទឈប់បាញ់ខ្សែបន្តត់បច្ចុប្បន្នអញ្ចឹងចំណុចទី2នេះគឺសំណើសម្រាប់បទឈប់បាញ់នៅខ្សែបន្តត់បច្ចុប្បន្នលោក Donald Trump បានជំរុញជាសាធារណៈទាំងអ៊ុយក្រែននិងរុស្ស៊ីឲ្យបញ្ឈប់សង្គ្រាមនៅកន្លែងដែលពួកគេកំពុងមាននៅពេលនេះមានន័យថាការបង្កកជួរមុខដោយដែលខ្លួនកំពុងឈរបញ្ឈប់ការវាយលុករបស់អ៊ុយក្រែនយ៉ាងមានប្រសិទ្ធភាពជាថ្នូរនឹងបទឈប់បាញ់លោក Zelensky មិនយល់ស្របទេប៉ុន្តែបាននិយាយថាគាត់ត្រៀមខ្លួនជាស្រេចដើម្បីពិចារណាលើសំណើណាមួយដែលនាំមកនូវសុវត្ថិភាពនិងយុត្តិធម៌ពិតប្រាកដស្គីគាត់មិនបដិសេធទាំងស្រុងទេចំពោះសំណើរបស់លោកប្រធានាធិបតី Donald Trump ឲ្យមានបទឈប់បាញ់ប៉ុន្តែគាត់នៅពិចារណាសិនចំណុចទី3សហរដ្ឋអាមេរិកផ្ដោតលើសន្តិភាពដែលបានចរចាមិនមែនបង្កើនយោធាទេសេចក្តីថ្លែងការណ៍របស់លោក Donald Trump បញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់កាត់បន្ថយការចូលរួមរបស់សហរដ្ឋអាមេរិកនិងជំរុញឲ្យមានកិច្ចចរចាជាមួយរុស្ស៊ីលោកគ្រោងនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោកពូទីននៅទីក្រុងប៊ូដាប៉េស្តក្នុងពេលឆាប់ៗនេះដែលជាសញ្ញាឲ្យកើតមានដោយផ្ទាល់អំពីទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីសហរដ្ឋអាមេរិកនឹងនៅតែផ្ដល់ជំនួយផ្នែកការពារប៉ុន្តែប្រព័ន្ធវាយលុកថ្មីកំពុងស្ថិតក្រោមការត្រួតពិនិត្យអញ្ចឹងអ៊ុយក្រែនគាត់នៅតែទទួលបានសំណាញ់មេឃលោក Donald Trump គាត់នៅតែបន្តជួយផ្នែកប្រព័ន្ធការពារប៉ុន្តែសម្រាប់សត្វវុធដែលបាញ់មានរយៈចម្ងាយឆ្ងាយគាត់នៅពិចារណានៅឡើយព្រោះថាអាវុធបែបនេះវាអាចធ្វើឲ្យសង្គ្រាមនោះកាន់តែរីកឬក៏អាចហៅថាសង្គ្រាមលោកលើកទី3អាចកើតមានឡើងប្រសិនបើបកលឲ្យអ៊ុយក្រែនហើយអ៊ុយក្រែនគាត់នឹងប្រើប្រាស់នៅសត្វវុធនេះសង្គ្រាមវាអាចនឹងកើតមានឡើងអញ្ចឹងហើយលោក Donald Trump គាត់នៅពិចារណាសិនចំណុចទី4ការធានាសុវត្ថិភាពស្ថិតក្រោមការពិភាក្សាលោក Zelensky បានសង្កត់ធ្ងន់ថាអ៊ុយក្រែនត្រូវការការធានាដែលចងជាសន្ធិសញ្ញាដោយ NATO ប្រសិនបើវាផ្អាកសង្គ្រាម
ចឹងប្រសិនបើបទច្បាញ់កើតមានឡើងលោក Zelensky ក៏ចង់ឲ្យ NATO ជាអ្នករៀបចំឯកសារចំណែកឯលោកប្រធានាធិបតី Donald Trump បានមានប្រសាសន៍ថាគាត់បើកចំហចំពោះការរៀបចំសន្តិសុខថ្មីប៉ុន្តែមិនបានផ្ដល់ព័ត៌មានលម្អិតឬពេលវេលាកំណត់ទេបាទអញ្ចឹងការសង្ខេបចំណុចសំខាន់នៃជំនួបរវាងលោកប្រធានាធិបតី Volodymyr Zelensky និងលោកប្រធានាធិបតី Donald Trump បានឈានដល់ទីបញ្ចប់ជាចុងក្រោយសូមអរគុណចំពោះអស់លោកអ្នកនាងកញ្ញាដែលបានចូលស្ដាប់និងទស្សនានៅវីដេអូនេះសូមជួយចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងទៅនឹងនយោបាយនិងសេដ្ឋកិច្ចនៃព្រឹត្តិការណ៍ពិភពលោកសូមអរគុណ